ខ្វល់ខ្វាយព្រួយបារម្ភពីអ្នកដទៃហួសហេតុពេកគាត់ភ្លេចស្រឡាញ់ភ្លេចយកចិត្តទុកដាក់ថែអាសាខ្លួនឯងទៅជាដេកមិនលក់មួម៉ៅខ្វល់ខ្វាយខ្លួនឯងនេះសពប់សពូនក្រៀមក្រំនិយាយហ្នឹងមិនមែនន័យថាមិនខ្វល់ពីអ្នកដទៃអាណាងាប់អីងាប់ទៅទេមែនទេប៉ុន្តែនៅក្នុងពុទ្ធសាសនាសម្ដែងពីសេចក្តីស្រឡាញ់មេត្តាភាវនាហ្នឹងគឺដំបូងឡើយផ្ដើមចេញពីស្រឡាញ់ខ្លួនឯងធ្វើឲ្យខ្លួនឯងនឹងរឹងប៉ឹងស្រស់ស្រាយធ្វើឲ្យមានលំនឹងរឹងមាំហើយយើងជួយជ្រោងអ្នកដទៃឲ្យបានរឹងមាំដែរយើងផ្សាយសេចក្តីស្រឡាញ់នឹងឲ្យអ្នកដទៃយើងមានការឧបមានៅក្នុងធម៌លោកពាក្យថាអត្តាnăngឧបមាកាត់ថ្វាយកខ្លួនឯងជាឧបមាថាយើងចង់បានសុខយើងចង់បានការស្រឡាញ់រាប់អានគេគ្រប់គ្នាក៏ចង់បានសុខចង់បានការស្រឡាញ់រាប់អានអញ្ចឹងសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខអញ្ចឹងយើងបានសុខទាំងអស់គ្នាប៉ុន្តែអាត្មាធ្លាប់ជួបកន្លងមកមានញាតិញោមខ្លះគាត់គិតទៅពីព្រួយបារម្ភហត់នឿយរឿងអ្នកដតីវល់វល់បដោយចិត្តបដោយអារម្មណ៍ហ្នឹងទៅកាន់រឿងដតីនឹងច្រើនពេកហើយភ្លេចរក្សាចិត្តខ្លួនឯងឲ្យនៅក្នុងភាពតិចតិជុំកុសលធម៌វាទៅជារឿងព្រួយទៅរឿងព្រួយបារម្ភហួសហេតុអាហ្នឹងនៅក្នុងអកុសលរវើរវាយហើយអាហ្នឹងឯងដែលធ្វើឲ្យចិត្តរបស់យើងវាខ្ទេចខ្ទាំអញ្ចឹងត្រឡប់មកវិញថាយើងនៅតែមានសេចក្តីស្រឡាញ់មេត្តាករុណាហើយក៏មានសេចក្តីសប្បាយរីករាយនៅពេលដែលគេបានសុខហើយក៏ត្រូវមានឧបេក្ខាមួយទៀតថាมันអាចយើងមានសមត្ថភាពទៅជួយបុគ្គលនឹងបានគ្រប់គ្នាឬក៏យើងមិនអាចប្រកបថាអ្នកនឹងត្រូវតែអញ្ចឹងគួរត្រូវតែទៅតាមផ្លូវនេះតាមដែលយើងចង់ឯងវាអត់អាចទៅអញ្ចឹងតើមានបញ្ញាមួយកំណត់ដឹងថាសត្វលោកនឹងមានសម្ពាយកម្មរៀងខ្លួនយើងជួយដោយទឹកចិត្តមេត្តាករុណាប៉ុន្តែយើងមិនអាចទៅទទួលរងកម្មជំនួសគេបានទេអ្នកណាធ្វើកម្មអ្នកនោះទទួលយើងអត់អាចទៅជ្រៀតជ្រែករឿងកម្លាំងកម្មនឹងបានទេនៅក្នុងធម៌លោកសម្ដែងថាណដ្ឋិកម្មੰសមੰពលំកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានទេជួនកាលយើងចង់ជួយបុគ្គលនឹងយើងផឹងប្រែងអស់ពីលទ្ធភាពប៉ុន្តែគាត់ដូចថាអត់មានបុណ្យនឹងត្រូវទទួលជំនួយនឹងខ្ញុំកណាថាភាពធ្លាប់ជួបអញ្ចឹងខំជួយខំណែខំនាំឲ្យទៅរោពេទ្យរោម៉ូដែលល្អដែលថ្លៃក៏អត់ចង់ហើយចុងក្រោយគ្រោះថ្នាក់ដល់គាត់វិញហើយអាហ្នឹងត្រូវមានឧបេក្ខាចិត្តហើយថាហ្នឹងសត្វលោកមានកម្មជារបស់ខ្លួនអញ្ចឹងយើងមិនអាចទៅបខំរឿងនឹងឲ្យតាមចិត្តយើងបានគ្រប់រឿងបានទេអញ្ចឹងយើងអត់សូវធ្ងន់ទេពីព្រោះតើកាលណាយើងយកអារម្មណ៍អ្នកដតីដែលកំពុងកើតទុក្ខហ្នឹងមកទុកក្នុងចិត្តយើងកើតករុណាហ្នឹងត្រូវហើយក្នុងករុណានៅឃើញគេកើតទុក្ខពិបាកយើងមានចិត្តជួយសង្គ្រោះប៉ុន្តែវាអាចជាបច្ច័យនាំឲ្យកើតទោមនស្សទោសៈហើយអាទោសៈទោមនស្សហ្នឹងវាជាភ្លើងអុចយើងឈិតឲ្យយើងខ្វល់ខ្វាយមួម៉ៅពិបាកចិត្តហើយហ្នឹងទៅជានាំឲ្យយើងខ្វល់ទៅវិញអញ្ចឹងយើងជួយដោយករុណាប៉ុន្តែត្រូវតែមានបញ្ញាទៅជាមួយទប់ស្កាត់កុំឲ្យចិត្តហ្នឹងវាពុះកជ្រោលហើយបខំឲ្យរឿងហ្នឹងតាមចិត្តយើងបខំឲ្យគេហ្នឹងដូចយើងអាហ្នឹង
mình ai bậc khom bà này chẳng dừng riêng hay dương nơi tè to mê tá sẽ đây xả lánh ca dịch chất tục đạ ca chui sừng cua vẫn là thơ ôm cho mùi nâng ô bê kha bà nhà nâng tay cho mùi phong tớp dương mình khoai chất hù hai bê nè rất từ từ bị châu một đó dài bành hà riêng luôn ta tạm thó ta tạm cầm lăng bồn hiện luôn đấy nè thật là thử bồn mỏi chờn tới cô mình sơ bành hà chờn nè nè thử bồn tịt máu chuột bành hà smock smile chờn ấy từ đó ná của chuột nè ná của miền bành hà đây sọc Amerik sọc Rang Australia ná có miền bành hà đây đờ rạp ná chặt bà dương nâng về nơi có sao mua mau chụp chụp bẹ hùng hay bạc can chân này nên tia nên đi chờ nâng sẽ cái đây tục nông chặt nâng có chờ này chân dương mình ai xin khâm tha kê khăn khéo rương khăn khéo thua dương bàn sọc bị chờ bàn này về trời sàiสมรรถภาพគ្រប់គ្រងផ្លូវចិត្តរបស់យើងរៀនទទួលស្គាល់ការពិតថាយើងវាមិនដូចគេទេគេក៏មិនដូចយើងដែរជួបរឿងផ្សេងគ្នាហើយក៏រៀនទទួលកំណត់ដឹងថាជីវិតវាអញ្ចឹងជីវិតនឹងវាមានឡើងវាមានចុះវាមានចំណេញវាមានខាតវាមានគេសរសើរវាមានគេនន្ទាហើយយើងមិនអាចប្រកបថាត្រូវតែចេះបានបើមិនចឹងទេអញអ្នកកើតទុកហើយហ្នឹងយើងនឹងឯងអ្នកកើតទុកខ្លាំងបើយើងបខំរឿងឲ្យតាមចិត្តយើងរហូតនិយាយចឹងមិនមែនបានន័យថាយើងបដោយអាម៉េចទៅទេយើងនៅតែកែគុណយើងនៅតែដោះស្រាយប៉ុន្តែត្រូវតែទទួលស្គាល់ការពិតថាខ្ញុំដោះអស់ប៉ុណ្ណឹងហើយសមត្ថភាពខ្ញុំមានប៉ុណ្ណឹងបនខ្ញុំមានប៉ុណ្ណឹងអញ្ចឹងយើងមិនសូវជាទុកទោមនោះពេកទេបើគេឧទាហរណ៍ថាគេរកស៊ីមានបានល្អអញ្ចឹងយើងអត់មានទៅចំណែននិន្ទាឈ្នានេះទេពីព្រោះជាកម្លាំងបនរបស់គេហើយកំណត់ដឹងថាចំណែននិន្ទាឈ្នានេះនឹងជាសារជាតិពុលធ្វើឲ្យចិត្តរបស់យើងក្តៅក្រហាយទេភ្លើងទេអាហ្នឹងមិនមែនជាមិត្តមិនមែនជាសម្លាញ់ទេសម្លឹងឃើញអំពីដំណើរហេតុផលអញ្ចឹងយើងកាត់បន្ថយយើងកំណត់ដឹងថាស្អីវាមានហេតុរបស់វាមិនមែនជារឿងចៃដន្យទេវាមានហេតុគ្រប់គ្រាន់បានកើតឡើងវាដូចជាថាយើងដាំស្រូវអញ្ចឹងវាស្រូវស្រាល3ខែវាទុំហើយស្រូវធ្ងន់វា6ខែអញ្ចឹងទៅដាំស្វាយប្រហែល3ឆ្នាំបានវាឲ្យផលអញ្ចឹងយ៉ាងណាយើងកំណត់ដឹងថារឿងក្នុងជីវិតនេះវាមានអតិពលពីកម្មចាស់មកផងហើយនឹងអាស្រ័យកម្មថ្មីដែលយើងផឹងផែងយើងតស៊ូយើងមានចំណេះដឹងបញ្ញាស្មារតីយើងខ្សែគប់ត្រូវនឹងទៅវាបានល្អប្រសើរប៉ុន្តែវាមិនអាចបានល្អសម្រាប់គ្រប់រឿងបានទេយើងត្រូវកំណត់ដឹងថាអញ្ចឹងបើប្រៀបទៅថាយើងដាំទឹកវាត100អង្សាបានវាពុះបើយើងទឹកបាន80យើងយំសោកបោកខ្លួនក៏វាអត់ពុះដែរយ៉ាងណាក្នុងជីវិតហ្នឹងបើបនមិនគ្រប់ការព្យាយាមមិនដល់ទេវាខ្វះបនណាអញ្ចឹងវាអត់បានទេអញ្ចឹងវាតលហ៊ានព្រមថាអញមានបនប៉ុណ្ណឹងផឹងតទៅទៀតទៅមិនកើតទុកជាមួយនឹងដូចថាអ្វីដែលយើងមិនបានសម្រេចដោយប្រាថ្នាហ្នឹងឯង
ប៉ុន្តែយើងនៅតែផឹងប្រែងបន្តទៅទៀតហ្នឹងហើយអាហ្នឹងទើបយើងមិនសូវកើតទុកបើយើងបដែតបដោយចិត្តឲ្យទៅពីទៅពីដើរផ្ដេសផ្ដាស់គិតអានេះបន្តិចអានោះបន្តិចអានេះនិយាយខកពីអញអានេះមើលងាយអញអញ្ចឹងចិត្តហ្នឹងវាអត់ជ្រោកនៅក្រោមមលុបធរដែលវាទៅដើរកាត់វាក្តៅវាភ្លើងអញ្ចឹងវាក្តៅហើយដោយសារការធ្វើទុកក្នុងចិត្តខុសទំនងក្នុងធម៌លោកហៅអយោនិសោមនសិការៈគិតខុសវានាំទុកមកដាក់ខ្លួនអញ្ចឹងវាតតែយើងកំណត់ដឹងថារឿងខាងក្រៅវាបានដូចចិត្តខ្លះមិនបានដូចចិត្តខ្លះយើងគ្មានសមត្ថភាពទៅបខំឲ្យបានដូចចិត្តយើងគ្រប់រឿងទេហើយវាតតែទាញចិត្តយើងនឹងទម្លាប់មកឲ្យជ្រោកនៅក្នុងមលុបនៃកុសលធម៌វាឧបមាដូចថាយើងដើរកាត់វាលក្តៅយើងត្រូវការមលុបឈើដើម្បីជ្រោកឬក៏ទឹកផឹកដើម្បីបំបត្តិការស្រេកឃ្លានយ៉ាងណាហើយមួយថ្ងៃដែលងើបឡើងមកហ្នឹងវាជួបប្រទះរឿងរ៉ាវអារម្មណ៍នាំឲ្យក្តៅក្រហាយនឹងច្រើនអញ្ចឹងតើទាញមកបើយើងស្ដាប់ក៏យើងស្ដាប់ធម៌អប់រំចិត្តយើងស្ដាប់ចំណេះដឹងថ្មីបង្កើនសមត្ថភាពបើយើងនៅក្បែរកល្យាណមិត្តដែលនាំសេចក្តីចម្រើនដែលជួយរុញយើងឲ្យបានប្រសើរខ្ពង់ខ្ពស់ដោយចំណេះដឹងដោយគុណធម៌ហើយបើយើងនៅក្បែរអ្នកដែលតូចទាបយើងជួយលើគាត់ឲ្យបានខ្ពស់មកប៉ុន្តែជៀសវាងពីមនុស្សដែលនាំតែរឿងក្តៅក្រហល់ក្រហាយឲ្យយើងមួម៉ៅតាមអាហ្នឹងលោកហៅថាបាបប្រមិតហ្នឹងវាទាញយើងទៅដែរនៅក្នុងមង្គលសូត្រដំបូងគេដើម្បីឲ្យជីវិតចម្រើនហ្នឹងគឺជៀសវាងពីបុគ្គលពាលហើយខ្សែគប់បណ្ឌិតនឹងឯងហើយបើធ្វើទុកក្នុងចិត្តដូចថាឲ្យចេះរំលឹករឿងបុណ្យដែលខ្លួនបានធ្វើហើយអំពើល្អដែលខ្លួនបានសាងហើយជួយម៉ែជួយឪជួយលួយជួយកាក់ដល់បងប្អូនឬក៏ថ្វាយផ្កានមាសកាដល់ប្រតនត្រ័យចឹងទៅនឹកដល់អំពើល្អចម្រើនមេត្តាមិនមានចិត្តគំនុំគុំគួនទេមានចិត្តមុទិតាត្រេកអរនឹងសេចក្តីសុខរបស់អ្នកដទៃមានចិត្តឧបេក្ខាមិនទោមនោះមិនចូលនឹងរឿងដែលកើតឡើងក្នុងជីវិតល្អអាក្រក់ហ្នឹងទេរៀនរក្សាចិត្តហ្នឹងឲ្យនឹងណទៅយើងវាអត់សូវក្តៅក្រហល់ក្រហាយនឹងរឿងរ៉ាវខាងក្រៅឯងអញ្ចឹងមួយថ្ងៃដែលងើបឡើងត្រូវដើរឆ្លងកាត់រឿងរ៉ាវទាំងឡាយហ្នឹងណាយើងមានឱកាសជ្រោកនៅក្រោមមលុបនៃកុសលធម៌យើងកិច្ចពីកម្ដៅក្តៅហួតហែងឬក៏វាលខ្សាច់នឹងបានខ្លះគឺយើងគិតខុសយើងអយោនិសោមនសិការៈគិតខុសហ្នឹងមកជាយោនិសោមនសិការៈគិតត្រូវទំនងអញ្ចឹងវាអត់សូវក្តៅកលកាហាយទេប៉ុន្តែបើយើងបដោយទៅឲ្យចិត្តនឹងគិតលវលលវាយខឹងមួម៉ៅនិយាយដើមអេកអូចចាក់ចុចមីនេះអញ្ចេះនោះអញ្ចោះចិត្តនឹងវានៅហាលក្តៅរហូតអានឹងអត់មានអ្នកណាកើតទុកទេយើងនឹងឯងអ្នកកើតទុកអញ្ចឹងតោះបដូរអារម្មណ៍ឲ្យចិត្តនឹងមកជ្រោកនៅក្នុងអារម្មណ៍ដែលនាំឲ្យកើតកុសលកើតចិត្តតិចរឿយមកមានពេលមកថ្វាយគុំនមស្ការស្ងប់ស្ងាត់ស្ដាប់ធម៌អញ្ចឹងយើង
ឆ្ងាយពីភាពក្តៅក្រហាយហ្នឹងយើងមិនសូវកើតទុកខ្លាំងទេយើងនៅក្បែរសពបរោះក្បែរប្រតនត្រ័យក្បែរពធទៅវាតិចក្នុងកាយក្នុងចិត្តរបស់យើងចិត្តគំនិតរបស់យើងម្នាក់ហ្នឹងវាមានឥទ្ធិពលពីចរិតពីកំណើតនិស័យពីក្នុងពោះម្ដាយមកផ្សេងគ្នាទៅអ្នកខ្លះរៀងឆេវឆាវច្រើនអ្នកខ្លះរៀងចិត្តទលាយអ្នកខ្លះរៀងឆ្លាតទៅអ្នកខ្លះមិនសូវឆ្លាតអាចមានឧបនិស្ស័យបុណ្យពីកំណើតមកផ្សេងគ្នាអញ្ចឹងប៉ុន្តែមួយទៀតដែលវាមានឥទ្ធិពលខ្លាំងលើជីវិតរបស់យើងគឺការសំឧបនិស្ស័យប្រចាំថ្ងៃឧទាហរណ៍ថាបើបុគ្គលនឹងជួយចិត្តតូចចិត្តអន់ចិត្តចេះតែលើកដាក់ខ្លួនហើយមួម៉ៅអាការសំតិចយូរទៅវាច្រើននៅក្នុងធម៌លោកហៅថាឧបនិស្ស័យនៅក្នុងកំហឹងឧបនិស្ស័យនៃការចំណែនឧបនិស្ស័យនៃការតូចចិត្តអានឹងដូចយើងសំលុយនៅក្នុងធនាគារអញ្ចឹងយូរទៅយើងคล้ายទៅជាសិទ្ធិអន់ចិត្តសិទ្ធិតូចចិត្តវាសបោហើយតើបើយើងមិនទម្លាប់កែឧបនិស្ស័យនឹងមកក្នុងផ្លូវត្រូវទេយើងកើតទុកយើងមួម៉ៅយើងមានរឿងអីតិចយើងយកមកដាក់ខ្លួនវល់ក្តៅក្រហាយខឹងគេខឹងឯងចឹងហើយជួនកាលខ្លួនឯងមិនទាំងចង់គិតផងវាទាញឲ្យទៅគិតហ្មងដោយសារយើងសបោបៈពួកគិតច្រើននឹងពីដើមមកចឹងតើកំណត់ដឹងថានឹងខុសឯឧទាហរណ៍ថាចំណែនតូចចិត្តអន់ចិត្តទាស់ច្រើននឹងផ្លូវខុសហើយអញ្ចឹងទាញចិត្តឲ្យមកសំរឿងល្អឧបនិស្ស័យល្អឧទាហរណ៍ថាចេះចែកម្លែកចេះលើកទឹកចិត្តចេះផ្ដល់តម្លៃគោរពដឹងគុណម្ដាយឪពុកជួយមើលថែគាត់ទៅមិនមានចិត្តចំណែននិន្ទាអ្នកដទៃទៅឃើញគេមានគេបានបដូរពីថាចំណែនគេទៅជាអបអសាទរនឹងធម៌ហៅមុទិតាអូយត្រេកអរបុណ្យហើយញោមញាតិបងប្អូនគុណចាស់បុណ្យច្រើនហើយអញ្ចឹងក៏ដូចថាគេប្រសាគេគ្រាន់បើទៅបដូរចិត្តមកចេះធ្វើទានទៅថ្វាយអង្គមព្រះទៅអានសិភៅធម៌អប់រំចិត្តទៅរៀនសូត្រចំណេះដឹងណាប្លែកថ្មីទៅហើយនៅក្បែរអ្នកណាដែលនាំឲ្យយើងដើរក្នុងផ្លូវត្រូវផ្លូវល្អធ្វើបុណ្យធ្វើកុសលទៅសំឧបនិស្ស័យផ្លូវចិត្តហ្នឹងមិនជាអោបកសោបរឿងក្តៅក្រហាយអីទេគឺថាមានបញ្ញាស្ដាប់ធម៌ពន្យល់ខ្លួនឯងឲ្យយល់ថាយើងប្រកាន់ខឹងទៅវាក្តៅក្រហាយទៅខ្លួនយើងអញ្ចឹងហ្នឹងណាមនុស្សហ្នឹងវាអញ្ចឹងបដៅណែនាំថានៅតែថាប៉ុន្តែគេមិនអាចធ្វើត្រូវចិត្តយើងបានរហូតទេហើយមនុស្សហ្នឹងវាខុសគ្នាអញ្ចឹង
dương mình ai sừng khâm thật cái thư tam dương là hụt nó tê hay đồ chặt máu tùm lọp bạn này say là o bình tơ tuần luôn bịa sầm đầy nâng cổ bị ruột bị xa chặt cầm nứt nâng cổ srai mình mua mau mình toxic mình đôi than vô rương đây cả hai nâng mọi đất rồi chặt luôn anh rươi bề về anh nâng chỉ cần xong một bạn này xài phơi chặt tham mày miền bề thôi smarty đấy smarty xong chặt ai thì chạy chơn từ miền bề sẽ đạp thua từ hay nâng mùi tiên nốt để miền ở tịp bồ lơi chặt dựng đấy cứ rương để dừng giờ mò dừng an hoàng ngày dừng mưa hoàng ngày dừng đạp hoàng ngày dừng bị phía xa hoàng ngày dừng giờ mò kịch hoàng ngày nâng không thua lộ hai thả ròm nâng đôi mà hộp mà hà chẳng tất cả này dừng hộp mà hộp ở lõ miền chiết kỳ mí dừng chư dừng rịa tới hay ròm nâng có thưa ở dừng cao tục ở thưa ở dừng mùa máu ở dương che tài thấy từ chạp vô ròm để nôm ở cái hải á tôi thấy chết ta tam đan hương kêu mình đi cha nó cho anh chẳng tao thì họ hơi chỉ chê bị phía xa nó tờ rương kê chẳng tờ vậy chẳng mẹ bạn này thầm mình ao đắng nghe đắng rương hai bởi dương giấy của dương giấy đã bay ở cái bàn là o cài prai mà đây mình đã bay giấy ôi ta hụi bị mót hay bạn bà biết á nâng ốp bạn này say mình lõ ròm để giờ một tục nông chất nó mình lõ việc ba nâng việc bà thằng pe phải chụp bón nó pe để dương cột cồn chất ắt bá hay vì miền pia về đi tới một tiền chẳng dương bà đô chả rạch pi cầm náo bên này ở vậy thì dương ai cũng bán cắm tiền đến xa sơ miền miền ta thì chẳng thấy bạn saiខ្លះពិបាកចិត្តទៅនឹកអីឃើញនឹកទៅរឿងផឹករឿងស៊ីដើម្បីបំបត្តិទុក្ខចឹងទៅផឹកស៊ីនឹងវាអាចធ្វើឲ្យបាត់ទុក្ខក្នុងរយៈពេលខ្លីមែនគូក្បាលលេងដំណើរការទៅវាភ្លេចរឿងរ៉ាវប៉ុន្តែវាមានផលប៉ះពាល់មិនល្អខ្លាំងក្នុងរយៈពេលវែងអានោះវាតាមគូពេទ្យចិត្តសាស្ត្រគាត់ប្រាប់ថាបើអ្នកមានវិបត្តិហើយទៅផឹកទឹកស្វឹងឬក៏ប្រើគ្រឿងញៀនទៀតអានឹងពិបាកសង្គ្រោះមែនតែម្ដងពីព្រោះដូចថាផ្លូវចិត្តរបស់យើងវាពុលហើយវាមានរឿងហើយដល់ពេលយើងដាក់គ្រឿងស្វឹងឬក៏គ្រឿងញៀនវាធ្វើឲ្យពុលទាំងខួរក្បាលទៀតវានាំឲ្យមានបញ្ហាច្រើនវាប៉ះពាល់ទាំងសងខាងទាំងផ្លូវកាយទាំងផ្លូវចិត្តខ្សោយស្មារតីមានជំងឺកាន់តែថែមឡើងហើយអត់អានឹងបានទៅជាញៀនអានឹងរត់តែដុនដាបទៅអញ្ចឹងបើមានបញ្ហាយើងទៅរកអ្នកដែលយើងជឿទុកចិត្តយើងអាចពិគ្រោះយោបល់បានយើងមានពេល
សម្រាប់សម្រានមានពេលសម្រួលអារម្មណ៍បើអាចមានឱកាសធ្វើសមាធិស្ដាប់ធម៌ទៅកន្លែងដែលស្រឡះដកដង្ហើមឲ្យស្រួលទៅពេលវេលាក៏វាអាចជួយសម្រាលបញ្ហាបានខ្លះដែរនៅពេលដែលចិត្តនឹងវាស្រាលពីទុក្ខកង្វល់យើងអាចដោះស្រាយបញ្ហាបានងាយមិត្តភ័ក្តិដែលជឿទុកចិត្តនឹងឬក៏សាច់ញាតិក្រុមគ្រួសារដែលគាត់យល់ចិត្តនឹងគាត់អាចសម្រាលទុក្ខហើយជួយណែនាំបានល្អមែនទែនក្នុងធម៌ហើយកល្យាណមិត្តប៉ុន្តែបើយើងទម្លាប់ទៅប្រើប្រាស់គ្រឿងស្រវឹងនោះទាំងមនុស្សជាធម្មតាទាំងអ្នកមានវិបត្តិបើទម្លាប់ប្រើយូរទៅคล้ายទៅជាមនុស្សខ្សោយប្រព័ន្ធការពាររាងកាយហើយផ្លូវចិត្តហ្នឹងត្រូវពឹងពាក់ទៅលើហ្នឹងដើម្បីសុបាយយូរទៅដួលទាំងព្រមឈឺក៏ច្រើនអាយុក៏ខ្លីមានបញ្ហាទាំងផ្លូវកាយទាំងផ្លូវចិត្តហើយបើក្នុងធម៌អាចនឹងមានពីវេរាទៅជាតិមុខជាតិក្រោយទៅនាំឲ្យខ្សត់ខ្សោយស្មារតីកើតមកមានសតិបញ្ញាមិនពេញលេញរៀនសូត្រមិនសូវឆ្លាតចេះដឹងទេដោយមានពីវេរាមួយគឺការប្រើប្រាស់ទឹកស្រវឹងបំផ្លាញស្មារតីទាំងពេលបច្ចុប្បន្ននិងទៅបរលោកនាយហើយមានឧបនិស្ស័យមួយគឺมันអាចរៀនសូត្រឲ្យបានជឿនលឿនចេះដឹងច្រើនទេដោយសារមានឧបនិស្ស័យខ្សោយបញ្ញាបំផ្លាញការរីកចម្រើនផ្នែកខួរក្បាលហ្នឹងចឹងបានយើងឃើញផលប៉ះពាល់បច្ចុប្បន្ននោះទៅជំងឺក្រពះពោះវៀនថ្លើមទាំងអស់ហ្នឹងដែលជាផលប៉ះពាល់នៃការប្រើប្រាស់ទឹកស្រវឹងច្រើនទៅហ្នឹងចឹងបាននៅក្នុងសិល5មានសិល1ហ្នឹងគឺជៀសវាងពីព្រឹកទឹកស្រវឹងដែលជួយយើងឲ្យបានសុខទាំងបច្ចុប្បន្នបញ្ញាភ្លឺថ្លាមានសុខភាពល្អហើយទៅមុខទៀតមានឧបនិស្ស័យរៀនសូត្រចេះដឹងឆ្លាតវាអ្វីចិត្តយើងនឹងវាតែងតែតោងយកអារម្មណ៍ដែលវាមកប៉ះទប់ឃើញរូបឬសំឡេងដឹងក្លិនអីចឹងទៅវាតែងតែរត់រកអារម្មណ៍នឹងជារឿយបើយើងមិនបានគ្រប់គ្រងវាឲ្យស្រួលបួលទេវាគិតទៅពីដើរទីណាត់ទីណែងខឹងគេខឹងឯងឬសំឡេងនេះនិយាយដើមខឹងមួម៉ៅឃើញអីមិនល្អនឹងទឹះទាស់ក្តៅក្រហាយហើយដល់ចឹងវាកើតរោគវាកុហលក្រហាយវាមួម៉ៅយូរកើតទៅជាជំងឺផ្លូវចិត្តអីជាដើមហ្នឹងដោយសារយើងបដៅចិត្តនឹងឲ្យរត់ទៅរឿងខាងក្រៅនឹងច្រើនពេកយើងអត់សូវបង្កល់ចិត្តឲ្យនៅក្នុងអំពើល្អកិច្ចការងារដែលត្រូវធ្វើបុណ្យកុសលនឹកដល់គុណពុកគុណម៉ែនឹកដល់អំពើល្អដែលគេបានធ្វើហើយសម្លឹងមើលអ្វីដែលយើងមានជាជាងយើងដេកកើតទុកជាមួយនឹងអ្វីដែលយើងអត់ហើយដូរពីខឹងអានេះថាអញ្ចេះអានោះថាចុះមកចង់យកពេលវេលាសម្រាប់អានសិភៅធម៌អប់រំចិត្តស្ដាប់ពាក្យទូមាននៅក្បែរសពបរោះកល្យាណមិត្ត
មនុស្សល្អដែលនាំរឿងតិចរឿងចម្រើនឲ្យយើងណាយើងមិនស្អប់គុំគួនអីគេទេប៉ុន្តែគ្រាន់តែថាចិត្តយើងវានៅវាដូចថាស្រួចស្រាវចិត្តនឹងវាប៉ះអីទៅមួម៉ៅប៉ះអីទៅមួម៉ៅបើយើងទម្លាប់ចិត្តនឹងមួម៉ៅតូចចិត្តអន់ចិត្តខឹងរឿងសំរាល់ថ្ងៃទៅយូរទៅយើងប៉ះអត់បានទេខ្លាយទៅជាមនុស្សលហុងខ្ចីចាក់តិចក៏ចេញជ័រនឹងពិបាកខ្លួនយើងអញ្ចឹងតើយើងហ៊ានទាញដូចថាសម្លឹងឃើញថាកំហឹងមួម៉ៅក្តៅក្រហាយគុំគួនតូចចិត្តអន់ចិត្តហ្នឹងវាជាភ្លើងដុតយើងឯងអញ្ចឹងគុំសិននៅក្បែរវាកងចិត្តមកនៅនឹងប្រតនត្រ័យពុទ្ធពធប្រសង្ឃមកនឹងអំពើល្អធ្វើទានធ្វើកុសលនៅក្បែរជាមួយនឹងសពបរោះស្ដាប់ធម៌រឿយទៅវាភ្លេចឲ្យរឿងមួម៉ៅក្តៅក្រហាយឲ្យចិត្តនឹងវាសំភាពតិចតិជុំចិត្តយើងនឹងវាឧបមាដូចជាកង់ធនាគារអញ្ចឹងបើយើងអាសាចាយច្រើនខ្ចីលុយគេច្រើនជពាក់គេច្រើនបើយើងសំទៅយើងមានលុយច្រើននៅក្នុងកង់យ៉ាងណាចិត្តរបស់យើងនឹងបើយើងអាសាមួម៉ៅចំណែនស្អប់ខឹងគុំគួននិយាយដើមឈ្នានេះគេវាកើនណាស់រឿងក្តៅក្រហាយបើយើងផ្ដោតមកពើល្អការប្រឹងប្រែងតស៊ូមានមេត្តាករុណាខន្តីឃើញដំណើរជីវិតនឹងវាមានឡើងវាមានចុះមិនរំជើបរំជួលពេកទេឃើញអំពីសត្វលោកនឹងមានទទួលរងឥទ្ធិពលពីកម្មចាស់ផងពីកម្មថ្មីផងมันអាចមានវាសនាដូចគ្នាម្ដងឡើងម្ដងចុះចឹងហ៎អញ្ចឹងមិនតូចចិត្តមិនអន់ចិត្តអីពេកទេរៀនទទួលស្គាល់ការពិតនៃជីវិតទៅយើងសុខយើងវាអត់ច្បុកច្បល់វល់ជាមួយនឹងរឿងរាវខាងក្រៅតែរឿងរាវខាងក្រៅកើតជាតិណាក៏ជួបដែររឿងគេសរសើររឿងគេនិន្ទាពេលខ្លះចំណេញពេលខ្លះខាតពេលខ្លះគេចូលចិត្តពេលខ្លះជួយចិត្តនឹងកើតជាតិណាក៏មានដែររឿងអញ្ចឹងប៉ុន្តែសំខាន់គឺយើងរឿងខាងក្រៅនឹងរលកយើងទៅខាត់សមុទ្រមិនឲ្យរលកខាត់បានទេប៉ុន្តែយើងត្រូវរក្សាចិត្តរបស់យើងរៀនស្វែងយល់អំពីជីវិតរៀនស្វែងយល់អំពីដំណើរនៃហេតុផលទៅហ្នឹងហើយរឿងខាងក្រៅធម្មតាទេ